បាទអ្នកទាំងគ្នានៅក្នុងវីដេអូនេះយើងមកបន្តពីសាច់រឿងរបស់បងរិទ្ធដែលបានចែករំលែកអំពីម្ដាយរបស់គាត់ឈ្មោះថាអ្នកគ្រូពេទ្យឈ្មោះដនណាអ្នកទាំងគ្នាយើងរឿងទី1ដែលហេតុការណ៍ដែលគាត់កើតឡើងដោយរន្ធត់នោះទី1គឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងជា2ដងហើយនៅក្នុងកំឡុងគ្រោះថ្នាក់ចរាចរណ៍លើកទី2លើកទី3គឺមានរឿងអបិយជំនឿដែលគាត់កើតឡើងទៅលើខ្លួនរបស់ពេទ្យដនហ្នឹងគឺជិះកិនពេលដែលគេដាក់ថ្វាយនៅចំផ្លូវបំបែកជា4ណាទាំងអស់គ្នាយ៉ាងសាច់រឿងមួយហ្នឹងវារឿងរន្ធត់ខ្ញុំប្រហែលតែប៉ុណ្្នឹងសិនចាស់ជំរាបសួរប្រិយមិត្តដែលនិយមតាមដានការនិទានរឿងរបស់ខ្ញុំបាទ admin ដំណើរ drama ទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរអ្នកទាំងអស់គ្នាសង្ឃឹមថាពុកម៉ែបងប្អូនបងប្រុសបងស្រីសុខសប្បាយនិងមានសុខភាពល្អទាំងអស់គ្នានៅក្នុងវីដេអូនេះដែរកុំភ្លេចអ្នកទាំងអស់គ្នាចូលទៅ comment នៅខាងក្រោមវីដេអូទាំងអស់គ្នាថាអ្នកទាំងអស់គ្នានៅក្នុងខេត្តណាស្រុកណាពីព្រោះ admin ចង់រាប់អាននិងចង់ស្គាល់អ្នកទាំងអស់គ្នាដែលចូលចិត្តស្ដាប់សាច់រឿងយើងគឺបន្តអំពីពេទ្យដនដែលគ្រួសាររបស់ពេទ្យដនគឺមានប្តីឈ្មោះថាអមរទ្ធីដែលជាអាចារ្យដែលមានកូនចំនួន7នាក់ដោយដែលបានវីដេអូមុនរៀបរាប់គឺកូនទី1ឈ្មោះសវណ្ណារាជកូនភ្លោះសវណ្ណារិទ្ធចន្ទ្រាស្រីភួងស្រីដួងបងឌឿននិងស្រីកែវអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុងកំឡុងឆ្នាំ1999ដល់ចន្លោះឆ្នាំ2002យើងអត់ច្បាស់គាត់ថាឆ្នាំ1999ហើយនៅឆ្នាំ2002នៅចន្លោះឆ្នាំហ្នឹងម្ដាយរបស់គាត់ពេទ្យដនហ្នឹងបានជួបហេតុការណ៍ដែលរន្ធត់ដែលធ្វើឲ្យគាត់ចងចាំរហូតដល់សពថ្ងៃដែលម្ដាយគាត់សពថ្ងៃគឺនៅរស់ទេបច្ចុប្បន្នគាត់អាយុ70ជាងហើយអ្នកនរគ្នាប៉ុន្តែអត់មានតន់បង្ហាញចាំចុងក្រោយចាំបង្ហាញអ្នកនរគ្នាយើងសាច់រឿងគឺដំណើរពីអ៊ំស្រីដតយើងហៅថាពេទ្យដនដែលជាពេទ្យឈ្មោះប្រចាំភូមិហ្នឹងដែលពេទ្យបរមរានបង្កើតកូនតាមផ្ទះហ្នឹងគឺនៅក្នុងកំឡុងឆ្នាំ1999ហ្នឹងគាត់មានម៉ូតូអាឆាលីមួយសម្រាប់ធ្វើដំណើរដាក់នឹងប្រវត្តិសម្ភារៈឧបខៈពេទ្យរបស់គាត់នឹងដើម្បីបង្កើតអីចឹងណាបងប្អូនគាត់ក៏ធ្វើដំណើរថ្ងៃមួយគាត់ត្រូវទៅពិនិត្យផ្ទៃពោះកូនគេនៅក្នុងភូមិហ្នឹងដែលតែឆ្ងាយពីផ្ទះគាត់ក៏ធ្វើដំណើរទៅពិនិត្យតាំងពីម៉ោង4ធ្វើដំណើរទៅដល់ចេញពីផ្ទះមួយទៅផ្ទះមួយហ្នឹងណាម៉ោង4ពិនិត្យអីហើយអញ្ចឹងទៅនៅសំណាលេងជាមួយណែនាំពីការហូបចុកពីការចំណីអាហារថែទាំបុតអីចឹងណាបងប្អូនរហូតដល់ម៉ោង5:30នាទីបានគាត់ធ្វើដំណើរចេញពីផ្ទះអ្នកមីងម្នាក់ដែលត្រូវពិនិត្យផ្ទៃពោះហ្នឹងដើម្បីត្រឡប់មកផ្ទះវិញកំឡុងពេលដែលត្រឡប់មកផ្ទះវិញហ្នឹងគាត់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយណាបងប្អូនគឺគាត់បានជិះដំណើរមកផ្ទះវិញស្របពេលដែលអ្នកភូមិលំបាកស្មានហ្នឹងគឺគេចាប់ផ្ដើមគៀងគោបញ្ចូលទៅក្រោលតាមផ្ទះនីមួយៗចឹងគោវាដើរអនាថាពេញផ្លូវចឹងណាបងប្អូនកន្លែងផ្លូវកែងបែកជា4ហ្នឹងគឺវាមានករណីគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតបុកគ្នាមួយសារហើយណាបងប្អូនអ្នកស្វឹងពេលយប់បុកស្លាប់នៅនឹងដោយមួយខាងទៀតរបួសធ្ងន់ធ្ងរឯមួយខាងទៀតគឺដាច់ខ្យល់ស្លាប់ករណីហ្នឹងមួយបន្ទាប់មកអ្នកភូមិតែងតែមើលឬក៏ឃើញមនុស្សស្វឹងផឹកស្រាហ្នឹងនៅគួយចាំនៅផ្លូវហ្នឹងឬក៏គាត់តែងតែលងបន្លាចអ្នកដែលកូនក្មេងសិស្សសាលាអីដែលមកយប់ស្ងាត់អញ្ចឹងណាពីច្រើនលងបន្លាចហើយនៅកន្លែងហ្នឹងវាមានដើមកសាំងដុះធំមួយហ្នឹងគ្នាអញ្ចឹងវាមានទាំងខ្មោចវាមានទាំងអមនុស្សវាមានទាំងព្រាយអីដែលនៅយ៉ាងពីព្រោះតែដើមឈើធំគឺសម្បូរមានគេកាន់មានគេនៅដើម្បីចែក
អាហ្នឹងវាថាចែកទឹកដីគ្នានៅយើងអ្នកភូមិអ្នកស្រុកយើងនៅតាមភូមិតាមផ្ទះចំណែកពួកអមនុស្សពួកអរុក្ខអរិយអ្នកតាដែលមានបុណ្យបារមីទាបអញ្ចឹងគេនៅតាមដើមឈើអញ្ចឹងករណីហ្នឹងមួយករណីហើយប្រវត្តិនៅកន្លែងហ្នឹងក៏មានការបុកស្លាប់របៀងអ្នកស្រវឹងនិងរទេះសេះណាអ្នកទាំងអស់គ្នារទេះសេះជិះទិសដៅប្រជ្រោះគ្នាជាមួយនឹងអ្នកស្រវឹងយើងបុកទៅអាដងដោយរទេះសេះសងខាងវាបុកចំកំពង់ខ្យល់បរោះម្នាក់ទៀតធ្វើឲ្យស្លាប់នៅទៅក្នុងដែរអញ្ចឹងវាកន្លែងហ្នឹងវាទៅជាជើងកបហើយទៅវាមានហេតុការណ៍អញ្ចឹងបានកើតឡើងនៅលើអ្នកគ្រូពេទ្យដនដែលធ្វើឲ្យគាត់ដួលហើយករណីហ្នឹងគឺគោវាដើរទៅផ្ទះតង្វងធម្មតាណាបងប្អូនតែវារបៀបដូចវាឃើញខ្មោចឃើញអីវាផ្អើលណាកូនផ្អើលទៅវាមកប៉ះជាមួយនឹងអ៊ំស្រីដននឹងវាមិនមែនអ៊ំស្រីដនសុកគាត់ជិះទៅឲ្យគោគឺជិះទៅបុកគោអីទេគឺគោវាផ្អើលមកវាមកបុកគាត់អញ្ចឹងវាគ្រោះថ្នាក់តិចតួចធ្វើឲ្យអ៊ំនឹងកែងដៃនេះកលិតកែងដៃរបកកែងដៃជគួងអីហ្នឹងហើយនឹងដួលបោកទៅត្រូវស្មាអញ្ចឹងម្ចាស់គោហ្នឹងក៏បានជួយលើកអ្នកគ្រូពេទ្យហ្នឹងហើយទៅក៏បោះសម្លៀកបំពាក់គាត់លើកអាប្រវត្តិពេទ្យហ្នឹងដាក់នៅលើម៉ូតូហើយទៅទាញពីងកាឡាអីនៅក្នុងអាប្រវត្តិគាត់ហ្នឹងយកមកលាបដើម្បីសង្គ្រោះបឋមឲ្យវាស្រួលសិនហើយអ្នកគ្រូពេទ្យហ្នឹងគាត់ក៏បន្តដំណើរទៅផ្ទះរបស់គាត់ទៅបន្ទាប់ពីថ្ងៃហ្នឹងមកអ្នកគ្រូគាត់អត់មានបញ្ហាអីទេណាបងប្អូនគាត់ធម្មតាដល់ថ្ងៃក្រោយមកគាត់ជិះកាត់នឹងទៀតគ្រោះថ្នាក់អញ្ចឹងទៀតលើកទី2តែអត់មានរបួសធ្ងន់ទេលើកទី3អ្នកទាំងអស់គ្នាលើកទី3គឺជាថ្ងៃពិសេសថ្ងៃហ្នឹងគឺជាថ្ងៃខែដាច់អ្នកទាំងអស់គ្នាខែដាច់ស្រាប់តែមេឃវាងងឹតណាអ្នកទាំងអស់គ្នាគាត់ថ្ងៃហ្នឹងត្រូវសម្រាលកូនគេម្នាក់តែសម្រាលតាំងពីថ្ងៃលំបាកជាម៉ោង4អ្នកទាំងអស់គ្នា4កន្លះរហូតដល់ម៉ោង 7:30 នាទីយប់បានគាត់រួចកិច្ចការនឹងអស់បានគាត់ត្រឡប់មកផ្ទះវិញអាគណៈដែលត្រឡប់មកផ្ទះហ្នឹងវាចៃដន្យអ្នកទាំងអស់គ្នាវាមានហេតុការណ៍កន្លែងដើមកសាំងហ្នឹងបានទៅធ្វើបាបកូនស្រីលោកអ៊ំម្នាក់ដែលនៅក្នុងភូមិហ្នឹងនាងមកលេងទៅនឹងទៅមាត់អីផ្ដេសផ្ដាស់ពីអ្នកមិត្តភ័ក្ដិអញ្ចឹងតែមិត្តភ័ក្ដិគេអត់អីទេក្មេងខ្វៀគោខ្វៀអីហ្នឹងមកលេងអញ្ចឹង4-5 នាក់ណាតែម្នាក់ស្រីហ្នឹងមាត់ផ្ដេសផ្ដាស់អញ្ចឹងក៏ក្តៅខ្លួនហ្នឹង2ថ្ងៃហើយអត់បាត់ទេអញ្ចឹងរកចាមើលគ្រូមើលទៅគេថាក្មេងហ្នឹងវាទៅលេងកន្លែងដើមកសាំងហ្នឹងវាទៅមាត់ផ្ដេសផ្ដាស់វាថាដើមកសាំងហ្នឹងធំបើបានយើងយកមកធ្វើក្តារផ្ទះកាប់យកទៅធ្វើអុសដុតអីល្អណាដើមហ្នឹងឲ្យម៉ែកាប់យកទៅធ្វើអុសដុតក៏លេងនិយាយបែបហ្នឹងស្រាប់តែគេលើគេប្រកាន់ណាអ្នកគ្នាចឹងដើមឈើដែលដុះនៅឆ្ងាយមួយដើមតាមវាស្រែអីអាហ្នឹងទៅដល់ចិត្តដើមឈើហ្នឹងក៏មាត់ដាស់នេះគឺជាអបិយជំនឿរបស់អ្នកភូមិដោយខានពុំបានហើយបើសិនជាយើងហូបអីដែលនៅក្រោមដើមឈើឆ្ងាយដាច់ស្រយាលអីមកដើមអីចឹងជាទូទៅគឺមុនហូបគេបាច់បន្តិចបន្តួចដាក់នៅស្លឹកខ្ចីស្លឹកឈើអីយកទៅដាក់សែនថ្វាយហើយសូមអញ្ជើញខ្សែផ្សោយហើយកូនចៅសុំកន្លែងដើម្បីទទួលទានអាហារថ្ងៃត្រង់អីចឹងណាអ្នកទាំងអស់នេះជាអបិយជំនឿដោយត្រូវទៅធ្វើខានពុំបានតែម្ដងនិយាយពីកូនស្រីហ្នឹងក្តៅខ្លួនគិតតែស្រែកយំអាយុប្រហែលជាខ្ទង់8ឆ្នាំទៅ9ឆ្នាំអ្នកគ្នាមកខ្វៀគោជាមួយបងដោយថ្ងៃអាទិត្យជួបហេតុការណ៍ហ្នឹងម្ដាយហើយឪពុកគាត់ក៏បានរៀបចំប៉ែអ្នកទាំងអស់គ្នាស្គាល់ប៉ែដែលធ្វើដើមចេក4ឆុងហើយទៅមានដោតទង់ដាក់បាយពំនូតដាក់សឡហើយ
miền hụt mình nước vừa bị đào chê cái giới này tao này do mà xài thoái nơi pleu bầm bài chỉ buồn nằng tam ca con cú rồi bỏ lô cú có tha cái ao giờ đã chóm gần lại pleu bầm bài chỉ buồn nằng đã trao nên nằng tư đã hồi tới ban pi ngày cô nâng bị thu mà này tao này thu bật cái này luôn bật ấy từ ngày post có từ hiện thom đà nhưng còn cái này luôn ngày tết ngày chan ngày kia bàn từ hiện tề ngày post của bạn từ hiện thu thom đà hồi p đại sai nó còn nơi tình đắng tới nơi cái ta nâng thời trang ngày mà có khiêm khai dân từ nè phôm nè phón chi thưa đồng ná cái đằng cái ọt chi bạc tề chi viền từ giống này còn nè rap từ ngày nắng chạy đòn ấy nè cừu pet chmọp đồ nó có thưa đầm nào mà với dục ngặt thòm đá này tao không biết pet có miên cao rồi bố rồi miên nhá con bạn tôi chập ở róm hướng quay chùm nứa ấy đã nơi tận này play có chi cắt có tư mau thòm đá ngày nữa ạ vì chạy đòn này có chi máu đò play cay nó có chi máu plương mà tao ở cha lý này tao không biết đắng việc plương phẩm chi vu máu dục không có chi hàng lươn cân pe năng phát chặt cân pe năng phát cọt có chụp cọt bàn mà lỡ mà phèm mày nó cọt chụp vì hàng lột mà to này này lừ bảo nhưng thế nè nhưng cọt có chụp mà to cọt cô bán cho hay còn là yên mình bị đại trường tục mà khác cọt cô cái lấy từ khang khói lấy từ khang khói ót khơi ấy tề cọt khai kinh lôi chụp xong rồi ạ ốp kha pẹt bỏ cọt chăng á ót min chụp ấy tề có cô cái lấy tới đai cái sáng có ọt miên khơi ấy đài bị ngặt thòng ná có còn là phứ ấn khong nhà rõm thả đuổi bị ọt xua mà chẳng á có vơ đồng na từ tè vinh từ khả nạ p để tới đó tè nâng nè tao này dục nâng nè kru pet đón miên ca play luôn đôi có thì giấy đây là vừa giấy ta mà này ai nhắn nè tao nè giống vừa ao lúc ông thấy có đăng mong có tha mai viết đi ọt xuống xóa cả là mai vì anh định mà trắng thế vậy mai vì nó làm ai đừng ấy ta vì ơi ai chưa tận định dậy lên thôi lần tuần là với nhá nè tao không nè dậy sầm đấy tuần là với để lọt ta con chim nó ở sơn dậy ấy tê dậy mà mặt tê sẽ thành dậy chớn hay là với dậy đi em là hai em luôn lúc ông rồi thi đó á ông rồi thấy con đang thà dậy nó phải chỉ từ bạc bìa kè ọt xua lên phải chỉ min hướng ấy để thử tới bạc mà nấu ấy á vì bố con lọp bố riêng hay con bàn chlong cắt vừa cha tràn năm màยังcó đằng cả ạยังอดสูban mà thằng ngày sải láng ao để dục láng dục tí pí con chẳng tí ra vậy phải em là hai em hồi tới con nơi chùa mùi miền bông đất bông chăn bông sợi chăn tria sợi phuông sợi đuông bông đươn hay năng sợi cào có nơi chung cái này te năng nơi chung cái này ở này tai còn là tha te có con sấy đi nơi không cái tục bây giờ tôi mà đông như thế này bỏ đi nên kéo hay bốc mà đai để nơi khang mục cho mùi năng tu on cai khang mục cho mình đã xong và rẻ pet hay năng rương bỏ lục ông rất thi chẳng từ dục là có hai sợi phuông mỏng vậy nhằm bài vậy á có hai bờ rúa này tao nè câu nói con phuông câu giờ tắc ai mạ và xa tích mớ mai sẽ tắc nó con giấy xâm đấy phải em bây giờ phuông một đòn coi tôi mục có thao nè ông sẽ đón nó còn ai sọn ai mục giấy phuông nữa này tao nè ơi con phuông con ai sạp nó là giấy xa ai tên phuông giấy phuông có ngò mà có lực mà thà chọn năm ấy mai khi nhóm đại vậy bị ai là hai em chẳng sao ta con phuông ta vô với con con giờ tặng anh mãi ta con anh cho từ đây ta cho mùi ôn ta con
giấy em là hai vì play pi à cái này để chia mặt ai họ đòn ngày chỉ vì ngày chụp sợi phuông chụp sợi đuông chụp bóng đơn chụp sợi keo có giấy em chẳng này tao không hiểu vì copy tùm lóp đây có họ đón á giấy em chẳng tái chồng lại hướng mũi cứ chụp bóng rất có ọt sờ bãi chất tê có giấy bài không rơi mong còn giấy bài thành vậy nhom thì giấy ta mà bóng rất đây có ban đi ra có thể còn giấy mục khẳng mong con em tay bóng rất ọt đây nè rất anh sẽ một cái nè hãy cùng cho mà chết anh hãy chấm tay khó nè giấy phong nhưng không rất có đằng có ọt mọt tiền có tay của phía xa chỉ mùi bốc quạt còn cầu nữa phía xa mùi bốc ban chỉ pram tháng ngày này có này cà rã nó pram tháng ngày vậy vì chẳng bài nó vì em chẳng vì khóc rồi ở đây vì mà đài đút sọp mùi đòn giống lô cả cha được thấy con miền ca ngừng ngò này còn ngò đang thả ông sấy nắng và bốn con nắng đăng từ bạc bị ấy bạn chỉ play bài nắng và có chỉ miền pina sầm thắt với cục bê can này vậy có tới bờ phía xa chỉ mùi cồn có bờ phía xa chỉ mùi lục ở bục khơi thả bài năng men chẳng có ót nơi nghi âm tê này tao hay ngay thì bầm muối có từ rốc có mẹ nè chung niên khăn tê có từ bờ phía xa prap đầm nắng từ đó lục ở bục nè mà đài không mê ở bục là bỏ về đón cứ lục cừu vượt thả có chia cừu môn là cùng cừu khmer đòn bơm pon này đã snai này tao này năng quạt chùm niên khang năng mòn hay bờ pon bò lục cừu vượt thả cứ mua chẳng thả quạt chia stray mệt để hiệp cho mày chẳng thấy đòi xa tại hai ca năng về ọt rùa này tao này có cô ban từ ri ca prap nẹt đợt long ở sống tô lục ở bục khmer hay nẹt mà đai khmer tha con quát pet đón này pram tháng ngày ấy miền là ca ra copy và pôn rư có pet là gì rư có mặt đai cướp cron nơi chỉ mũi kia chỉ mũi con nơi chỉ mũi câu đấy là mai phía sầm đấy em thì dây lui biết khóc rồi ở đây á prap nằm na đam tông nâng tự đo lục cừu vật thà hỏi lục cừu vật thà quạt cả ta cô chập đàm pen phèn hay nửa một asana và quạt đấy người ta này một asana và quạt cô cùi thông minh quạt chia cô vipassana rồi có cầm thán nhung mình bàn si dùm rỡ nhung cô mình xây dựng đằng này đằng đấy quạt cô thông minh phèn mình mưa tới khơi thà đồng ná đam tông này nè cừu pet đón cứ đôi admin ban đi rộp chẳng cứ quạt bàn tới cần pe cái năng nuôi chẳng cái co sân thất vì mình ta mà cạn này năng tê quạt chu cua thả trả cho bị đồ hào năm năng đái cứ đi xây quạt cứ được chia đạn rồi có trong năng cả lại cài nữa nè con này đi xây quạt hàng on chẳng á dân viên vén che ta hướng mà cả đằng đấy cái lang ba này cứ bị xòm cái gì chẳng khơi tham miền priy stray mà nè cứ cho sân thật cứ đưa có group krong lơ ru cai rồi bỏ nè group pet đòn nằng mền đấy cả đằng đấy nắng cứ quạt bắt đâm từ pon bắt đâm từ đây để mua rồi thấy nằng thà chập bị ngay nằng tới con anh thời ta tam đá và pôn con anh ở mẹ tèn giúp tèn tháng ngày và hai chị mình thơ tục tê tài giúp cứ miên cả ở này đại cụ ở khlại của cua nắng cứ cua slap vua mi priy nắng viên nắng nom bình nhiên và pôn con anh nắng ao tới slap đói thưa đôi chỉ do của vật mà co luôn anh rư co tới tròn co rư co để nó ngớp lột bạc thuê lột trên bị tẹt đòi sầm lập luôn tam là giả ca priy nom năng này tao này
បន្ទាប់ពីបានហេតុការណ៍នឹងហើយលោកអាចារ្យរិទ្ធីគាត់ដឹងព័ត៌មានច្បាស់ហើយអញ្ចឹងទៅដល់ផ្ទះវិញគាត់ក៏បានខ្សឹបប្រាប់កូនរបស់គាត់ថ្ងៃទី6កូនរបស់គាត់បានមកដេកយាមណាទាំងអស់គ្នាដេកលែងដេកនៅក្នុងបន្ទប់ឲ្យកូនគឺមកដេកអមជុំវិញម្ដាយពេលដែលម្ដាយដេកកូនដេកនៅជុំវិញនឹងហើយទៅបងប្រុសបងរាជគាត់នៅយាមទ្វារហើយទ្វារក្រៅគឺចាក់កលឹះដូចមែនអ្នកទាំងគ្នាយប់ហ្នឹងគឺវារវើរវាយមែនរវើរវាយតវងគឺនិយាយផ្អែមជាមួយនឹងកូននឹងសិនមុននឹងសម្រាប់ហ្នឹងដល់ពេលយប់ស្ងាត់ងើបឆ្ងក់ដើរទៅមាត់ទ្វារមុខដើម្បីបើកទ្វារតែវាចែកដនប្រទះនឹងបងរាជគាត់សម្រាប់នៅហ្នឹងកម្មករណីថ្ងៃទី6គាត់ថាអេបទៅកូននិយាយព្រោះអេបទៅកូនម៉ាក់ហើចុះដីដើរលេងមួយផ្លែតវាស្មាននឹងយប់ហ្នឹងអ្នកទាំងនេះទៅចុះដីដើរលេងហីអញ្ចឹងទី1ត្រូវមែនថ្ងៃទី7នៅខាងទ្វារក្រោយគេបិទមកប្រទះហើយបានទៅដល់ចក្រានបាយទ្វារក្រោយមានពីណាដេកយាមទេមានតែបងរាជដេកនៅមុខថ្ងៃទី2គាត់ងើបកដាលអាធិធអ្នកទាំងគ្នាម៉ោង12យប់ងើបកដាលអាធិធដើរទៅក្រោយទាញកលឹះតម្លាក់លើសុបប៉ោបងរាជគាត់ងើបស្ទុះពីអ្នកបងរិទ្ធស្ទុះទៅចូលទៅចាប់ពឹបគាត់ថាមិនកូនម៉ែហៅទៅយកកវ៉ាត់ចិត្តអីហូបអ្នកទាំងគ្នាអញ្ចឹងអាហ្នឹងបានគេលោកគ្រូគាត់ថាគាត់ឲ្យដេកចាំករណីហ្នឹងគឺបែបហ្នឹងហើយរឿងហ្នឹងពិតណាស់អ្នកទាំងគ្នាមិនមែន admin យកមកប្រឌិតឲ្យអ្នកទាំងគ្នាស្ដាប់ទេថ្ងៃទី8គឺកដាធៀបហ្នឹងវាអត់ស្រួលណាស់ហើយដើរទៅដើរមកហ្មងបានតែដេកយ៉ាងធ្វើទុកណាអ្នកទាំងគ្នាគាត់ក៏ធំបានកូនចៅក៏ធំបានជាមួយនឹងបងរាជហើយបងរិទ្ធក៏ជាមួយលោកឪពុកគាត់ក៏ទៅរកដំណោះស្រាយជាមួយនឹងលោកគ្រូវុធាថាម្ដាយគាត់គឺមានអាការៈនឹងមែនពិបាកណាស់អ្នកផ្ទះអត់បានដេកសម្រាកទេដោយសារហេតុការណ៍ហ្នឹងអញ្ចឹងលោកគ្រូវុធាគាត់ក៏ថ្មិចយូរអ្នកទាំងគ្នាថ្មិចរកដំណោះស្រាយយូរគឺដំណោះស្រាយគឺមានគាត់ថាតែវាពិបាកទី1កូនចៅត្រូវទៅទាំងអស់ហ្នឹងរួមទាំងប្តីត្រូវតែអត់ធ្មត់នឹងមើលថែគាត់ចំណែកឯពេលយប់គាត់នឹងចូលទៅជួយបង្ក្រាបសាច់រឿងដល់ហើយអ្នកនរគ្នាអញ្ចឹងចាប់ផ្ដើមមកដល់ផ្ទះវិញម៉ោង7 កន្លះទៅ8ចាប់ផ្ដើមហើយទៅឲ្យតែពេលចូលសន្ធិដ្ឋហ្នឹងណាអ្នកនរគ្នាជួបជាមួយបងរិទ្ធគឺអត់ត្រូវគ្នាទេឲ្យតែបងរិទ្ធគាត់មកក្រៀកបញ្ចុកបាយបញ្ចុកសឡអីឲ្យតែឃើញអារិទ្ធអញស្អប់មុខឯងណាឯងចេញពីហ្នឹងមិនបាច់មកបញ្ចុកបាយបញ្ចុកអីអញទេមិនបាច់មកធ្វើយកចិត្តអញទេឯងចេះឆ្ងាយអញស្អប់ណាពីព្រោះបងរិទ្ធហ្នឹងដឹងមិនអ្នកទាំងអស់គ្នាសាច់រឿងតាំងពីដំបូងគាត់ជាមនុស្សឆាវឆាវគាត់ចូលចិត្តឃើញមិនថាផុងមកណាមាត់អាក្រក់ណាទាំងអស់គ្នាតែមនុស្សហ្នឹងចិត្តល្អទេតែចូលចិត្តរែបផ្លេចមាត់អាក្រក់ថាផុងផាំងហ្មងយ៉ាងអាព្រាចូលនឹងវាអត់ចូលចិត្តបងរិទ្ធហ្នឹងវាឆុងเลยជាមួយបងរិទ្ធហ្នឹងហើយកូនចៅឲ្យតែបងរិទ្ធហ្នឹងមើលទៅវាមួម៉ៅណាអ្នកទាំងគ្នាបងរិទ្ធថាថ្ងៃថៃបានមកចូលសន្ធឹកម៉ែអញហ្នឹងថ្ងៃចេញគាត់ទាញអាវែកស្លោអញដាក់ក្បាលថ្ងៃមកវែកហ្នឹងទៅឆ្លើយថាវាតមាត់ជាមួយបងរិទ្ធហ្នឹងថាអញមិនចេញអញនៅធ្វើបាបម៉ែហើយតងាប់អញ្ចឹងគាត់និយាយអញ្ចឹងបងរិទ្ធគាត់ថាច្រើនដងម្ដងជា2ដងហើយវាកង់តែជាមួយនឹងបងរិទ្ធហ្នឹងទេអញ្ចឹងបន្តដល់ពេលយប់ហ្នឹងគាត់គ្រូកម្មដ្ឋានគ្រូគេធ្វើពិធីគេទៅគេចាប់ផ្ដើមថ្មិចចូលកម្មដ្ឋានដើម្បីមកតាមអាហ្នឹងផ្នែកផ្លូវក្នុងខ្ញុំមិនដឹងច្បាស់ដែរគេតាមបន្ទាប់មកគាត់បានផ្ដាំឲ្យលោកអ៊ំរិទ្ធីហើយនឹងបងរាជបងរិទ្ធហ្នឹងទៅយក
ភក់ជ្រាំណាអ្នកទាំងអស់គ្នាភក់ជ្រាំយកមកក្បងដាក់នៅចាននៃមួយមកហើយយកអាភក់ជ្រាំហ្នឹងអ្នកទាំងអស់គ្នាភក់ជ្រាំយកមកលាបលើស្បែកពេលលាបទៅអ្នកទាំងអស់គ្នាឲ្យថាអាព្រាយនៅក្នុងខ្លួននោះវាក្តៅក្រហល់ក្រហាយដៃខ្ញាំទេអ្នកទាំងអស់គ្នាខ្ញាំកន្ទះកតែងណាអ្នកទាំងអស់គ្នាភ្នែកស្លើទៅលើអញ្ចឹងទៅណាមួម៉ៅវាក្តៅណាស់អញ្ចឹងណាវាខុសពីមនុស្សយើងបើមនុស្សយើងយកជ្រាំទៅលាបមានស្អីក្រៅពីស្អុយណាស់ធំស្អុយហ្នឹងអានេះអត់ទេលាបទៅក្តៅក្រហល់ក្រហាយមួយថ្ងៃអត់បាត់ទេអ្នកទាំងអស់គ្នា2 3មួយសប្តាហ៍រហូតទៅដល់15ថ្ងៃ15ថ្ងៃបានចេញពីខ្លួនរបស់អ្នកម្ដាយបង្រិតនឹងចេញបាត់បន្ទាប់ពីហេតុការណ៍នឹងកើតឡើងណាអ្នកទាំងអស់គ្នាបង្រិតនេះដែលខ្ញុំបាននិយាយពីសាច់រឿងពីវីដេអូមុនថាគាត់ជឿតែ 50% ទេតែបន្ទាប់ពីឆ្លងកាត់លើម្ដាយគាត់ថាគាត់ជឿលើអបិយជំនឿនឹង 99% តែម្ដងមិនថា 100% ក៏ទុក 1% តែគាត់ជឿ 99% តែម្ដងបន្ទាប់ពីវាបានចេញពីក្នុងខ្លួនរបស់អ្នកគ្រូពេទ្យដនហើយគាត់ប្រែសភាពធម្មតាអ្នកទាំងអស់គ្នាទៅជាធ្វើការធម្មតានិយាយអីធម្មតាអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងវារឿងហ្នឹងអ្នកទាំងអស់គ្នាស្ដាប់ហើយដោយសារអ្នកទាំងអស់គ្នាបានកើតរឿងហ្នឹងនៅលើគ្រួសារតែបើមានករណីហ្នឹងកើតអ្នកទាំងអស់គ្នានឹងជឿដូចបង្រិតបែបហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់សាច់រឿងនេះហើយអ្នកទាំងអស់គ្នាគិតថាបែបណាអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនេះបានចំពោះសាច់រឿងនេះដែរក៏បានបិទបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះអ្នកទាំងអស់គ្នាខ្ញុំមិនបន្តទៅមុខទៀតទេខន្តីអភ័យទោសរាល់ពាក្យពេចន៍ដែលកើតមានឡើងដោយអចេតនានៅក្នុងវីដេអូនេះអរគុណពុកម៉ែបងប្អូនបងប្រុសបងស្រីទាំងអស់គ្នាជួបខ្ញុំបាទនៅក្នុងវីដេអូក្រោយជម្រាបលាសុខសប្បាយរីករាយសួស្តី Good night.